ការពីម្សិលមិញថ្ងៃសិលខ្ញុំនឹងម៉ែបានយកចង្ហាន់ទៅវត្តទេត្បិតតាខ្ញុំនឹងម៉ែស្ថិតនៅក្នុងមណ្ឌលជំរំភិសិកក៏ដោយប៉ុន្តែរាល់ថ្ងៃសិលគឺអត់ភ្លេចទេព្រលឹមឡើងងើបពីគេខ្ញុំបានទៅទិញម្ហូបនៅផ្សារដើម្បីយកមកធ្វើចង្ហាន់ប្រគេនព្រះសង្ឃថ្ងៃសិលអញ្ចឹងណាបងប្អូនចាត្រឡប់ឲ្យទៅថាថ្ងៃសិលដឹងទៅវត្តហើយពេលនៅជំរំភិសិកគឺនៅក្នុងវត្តអញ្ចឹងពេលដែលថ្ងៃសិលទៅសុំថាពីចុងភៅវត្តហើយនឹងចានដាក់ស្លដាក់បាយដាក់ចេកដាក់លឹកហើយនឹងទឹកត្រីអញ្ចឹងណាបងប្អូនហើយក្នុងថ្ងៃហ្នឹងដែរខ្ញុំមានម្ហូបស្លប្រហើរខ្ញុំស្លដែលផ្ទាល់ដៃចាហើយស្លមួយមុខហ្នឹងគឺមានលាយជាមួយនឹងបន្លែធម្មជាតិចាឆ្ងាញ់ណាស់បងប្អូនអើយក្តៅហើយនេះលបងលោកគ្រូចក្រាចវត្តនៅកន្លែងដែលខ្ញុំភៀសសឹកហ្នឹងណាលោកចិត្តល្អខ្លាំងណាស់បងប្អូនអើយលោកចិត្តល្អយកចិត្តទុកដាក់ជាមួយនឹងអ្នកភៀសហើយលោកមានបតីទុកដាក់ល្អចាហើយព្រះអង្គតែងតែដើរទៅមើលទៅតាមតង់របស់អ្នកភិសិកគ្រប់តង់ទាំងអស់ដើម្បីឲ្យដឹងថាអ្នកភិសិកហ្នឹងមានអាហារហូបចុកគ្រប់គ្រាន់អត់ហើយកេងបែបណាអីបែបណាអញ្ចឹងណាសម្ភារៈប្រើប្រាស់គ្រប់គ្រាន់អត់អញ្ចឹងណាលោកល្អខ្លាំងណាស់បងប្អូនអើយបន្ទាប់ពីលោកសូត្រមុនហើយលោកឆាន់ហើយក៏បានលើកស្លមកថាមកជូនចាស់ហើយខ្ញុំអត់ដែរញ៉ាំបាយវត្តអីណារាល់ថ្ងៃទេបងប្អូនអើយទៅថាទៅពេលថ្ងៃសិលអញ្ចឹងណាកម្រនឹងបានញ៉ាំបាយរួមគ្នាជាមួយយាយនៅវត្តណាតែងតាសូត្រមុនហើយវេហើយទៅផ្ទះបដ ாய் អញ្ចឹងណាបងប្អូនតែដោយសារថ្ងៃហ្នឹងនៅវត្តឆ្ងាយមិនវត្តនៅស្រុកយើងនៅក្នុងភូមិយើងអីចឹងណាលោកយាយចាស់នេះគាត់បានហៅអូនណាចៅមកញ៉ាំជាមួយយាយទៅជាប់និស័យជាមួយគ្នាទៅមិនងាយបានមកទេកុំតបានភីសឹកហ្នឹងក៏មិនបានមកញ៉ាំបាយនឹងធ្វើបន់ជាមួយគ្នារងថ្ងៃសិលដែរចឹងណាហើយខ្ញុំនេះនៅឃើញថាចាស់បានហៅញ៉ាំហើយបើមិនញ៉ាំវាដូចជាអាក្រក់មើលពេកអញ្ចឹងក៏សម្រេចចិត្តថាញ៉ាំទៅបងប្អូនអើយហើយមិនមែនខ្ញុំរឹករៀងអីទេគឺខ្ញុំអត់សូវត្រឡប់ញ៉ាំបាយវត្តទេមិនសូវអញ្ចឹងណាហើយខ្ញុំញ៉ាំតាស្លដែលខ្ញុំស្លហ្នឹងទេស្លសម្រាប់ប្រគេនលោកខ្ញុំស្លប្រហើរហ្នឹងឃើញលោកឆាន់តាមកព្រាពីតាព្រាមកពីឆ្ងាញ់ពេកហើយមើលទៅបានលោកឆាន់បានតិចអញ្ចឹងណានៅពេលដែលញ៉ាំហើយភាអង្គុយលេងជាមួយយាយរួចរាល់ហើយប្រមូលចានប្រមៃដាក់កន្លែងចុងភៅហើយមកគេដល់ម៉ោងគេណាបងប្អូនពេលល្ងាចឡើងនៅជំរំភិសិកហ្នឹងណាខ្ញុំបានស្លៀកពាក់ដូរកៅអៅឈុតគេងហើយមកថតរូបលេងជាមួយកូនក្មួយទុកជាអនុស្សាវរីយ៍នៅក្នុងមុងក្នុងជំរំនេះឯងដែលម៉ែគាត់តែងតែនិយាយតគ្នាថាក្មេងជំរំគឺបែបនេះឯងបងប្អូនអើយស្គាល់ហើយរសជាតិហ្នឹង